សួស្តីបងបងហ្វេនទាំងអស់គ្នាចាវើជួបគ្នានៅវីដេអូថ្មីហើយចាវីដេអូថ្មីចាអត់មានអីច្រើនទេគឺថតពីព្រៀបចឹងណាបងប្អូនចាហើយបងប្អូនឃើញស្រាប់ហើយព្រៀបមកគូនេះដែលវាពងឥឡូវវាកំពុងតែឆ្លាស់គ្នាក្រាបពងចឹងណាបងប្អូនចាថ្ងៃមុនអាព្រៀបពងនេះពងរៀងក្រហមនេះដល់ពេលឥឡូវព្រៀបនេះម្ដងបងប្អូននិយាយរួមមួយថ្ងៃហ្នឹងគឺវាឆ្លាស់គ្នារហូតឆ្លាស់គ្នាក្រាបរហូតចឹងណាបងប្អូនចាម្ដងមេម្ដងឈ្មោះម្ដងមេម្ដងឈ្មោះចឹងណាចាព្រោះនិយាយរួមគឺព្រៀបហ្នឹងវាស្រឡាញ់កូនវាចឹងណាវាស្រឡាញ់កូនវាណាចឹងហើយវាតែងតែឆ្លាស់គ្នាក្រាបពងម្ដងម្នាក់អញ្ចឹងណាមិនថាក្រាបពងឬក៏បច្ចុកចំណៃទេរាល់ពេលដែលកូនវាញាស់ក៏ជាកូនកូនព្រៀបចឹងណាគឺវាចាប់ផ្ដើមបច្ចុកចំណៃកូនចាម្នាក់ម្ដងហើយបងប្អូនចាព្រោះដឹងស្រាប់ហើយកូនព្រៀបពេលដែលវាញាស់មកវាអត់ចេះស៊ីចំណីដល់ខ្លួនឯងទេចឹងហើយមេវាឬក៏ឈ្មោលហ្នឹងតែងតែបច្ចុកចំណីជំនួសចឹងណាដល់ពេលដែលកូនព្រៀបចាប់ផ្ដើមធំវាចេះស៊ីចំណីខ្លួនឯងគឺព្រៀបហ្នឹងគឺលេងបច្ចុកចំណីកូនទៀតហើយវាអត់ដូចសត្វមាន់ឬក៏សត្វដតីទៀតចឹងណាពេលវាញាស់ជាសត្វចឹងហើយគឺវាតែងតែស៊ីចំណីខ្លួនឯងអត់ទេគឺព្រៀបនេះកូនព្រៀបនេះតែងតែញាស់គឺវាអឺស៊ីចំណីដោយមេបច្ចុកចឹងណាចាបងប្អូនចាអត់ដឹងមួយថ្ងៃទៀតឬក៏មួយខែទៀតវាញាស់ទេបងប្អូនតែប៉ុន្តែខ្ញុំសង្ឃឹមថាឆាប់នេះវានឹងញាស់ចឹងណាព្រោះវាអឺឆ្លាស់គ្នាក្រាបរហូតចឹងហើយវាមិនយូរទេវានឹងចាប់ផ្ដើមញាស់ចេញជាកូនហើយបងប្អូនណាចាហើយវីដេអូខ្ញុំបង្ហាញពីការក្រាបពងនៃព្រៀបមន់នេះគឺប៉ុណ្្នឹងទេបងប្អូនណាអរគុណដល់បងប្អូនស្រឡាញ់ពេញចិត្តបងប្អូនស្រឡាញ់ពេញចិត្តវីដេអូចាបងប្អូនសូមជួយsubscribe channel YouTube ខ្ញុំម្នាក់មួយមកដើម្បីខ្ញុំចេញវីដេអូថ្មីដែលតាក់ទងនឹងសត្វព្រៀបមន់ជូនបងប្អូនទស្សនាទៀតចឹងណាបងប្អូនអរគុណសូមជម្រាបលា